អូក្រិតជនដែលចង់អញ្ចឹងប្រើសិនណាចិនផងសិតតែអ្នកជំនាញអ្នកអីហើយណាមួយយកចិត្តចិនផងឲ្យវាបានគោលនយោបាយគ្រប់គ្រងជនជាតិចិនមហោស៊ីរហអីចឹងតាក់ទាញចិនឲ្យមករកស៊ីឲ្យច្រើនមកដូចទឹកបាក់ទំនប់ដោយសារតែយើងសម្ដោះប្រោះប្រណីដោយទាំងអាពោះក្អែបដោយទាំងអាកពើអាសัตว์អាសេរពឹសអីមកតែនិយាយទៅមកសម្រាមហូរចូលពេញបឹងខ្មែរដល់ពេលអញ្ចឹងគាត់មានតែខ្វល់រឿងសម្រាមនេះណាហើយបើដល់ពេលហើយចាប់បានចិនស៊ីហើយបញ្ជូនទៅចិនទៅវិញទៀតដែលជាជនជាតិខ្មែរមានសញ្ជាតិខ្មែរឃើញទេរួចខ្លួនគាត់ថារួចខ្លួនអ្នកណានៅពីក្រោយអ្នកណាឲ្យសញ្ជាតិលោកចិនស៊ីអ្នកណាការពារក្រុមហ៊ុនទាំងអស់នឹងមានឈ្មោះនៅក្នុងទាំងអស់ហើយទៅយើងធ្វើមិនដឹងហើយចង់ក្រោយលោកហ៊ុនម៉ាណែតថាអូលោកលីយ៉ុងផាត់ហើយលោកកុកអានរឿងបកគលហ្នឹងរឿងជាតិប៉ុណ្ណាណៃគាត់និយាយរឿងបកគលចឹងបានខ្ញុំថាលោកហ៊ុនម៉ាណែតទេបើនៅស្ងៀមជាជាងស្ដីតែពីជ័យខ្ចីជាជាងទៅនេមាត់ល្អទៅការពារខ្ញុំដឹងហើយមនុស្សរបស់គាត់ការពារប៉ុន្តែយើងទៅការពារជនសង្ស័យដែលធ្វើឲ្យខូចមុខជាតិលើឆាកអន្តរជាតិខូចជាតិសាសន៍ខ្មែរទាំង8 10លានអ្នកដើម្បីតែប្រយោជន៍គ្រួសារនិងការអំណាចរបស់ខ្លួនសុខចិត្តអោបកសោបសិតតែក្របបែកផ្ទុះតាហ្នឹងសិតក្របបែកម៉ោងនេះទាំងលោកកុកអានទាំងលោកលីយ៉ុងផាត់ហ្នឹងក្របបែកម៉ោងទៅយកមកអោបទៅដល់ពេលដល់ម៉ោងវាផ្ទុះស្លាប់ទាំងអស់គ្នាហ្នឹងតែគាត់ការពារដោយសារអីក្របបែកម៉ោងទាំងអស់នេះគឺជាហាប់ប្រាក់ហាប់លុយអីគាត់ដែរខ្ញុំមិនទៅចោទប្រកាន់ថាបុគ្គលទាំងអស់នេះសុទ្ធតែជាអក្រិតជនទេព្រោះយើងមិនអាចទៅចោទថាគាត់ជាអក្រិតជនបានទេបើគ្រាន់តែគេសង្ស័យក៏ប៉ុន្តែដើម្បីឲ្យគាត់ស្អាតស្អំដើម្បីឲ្យលាងសម្អាតឈ្មោះគាត់ព្រោះនៅក្នុងបញ្ជីខ្មៅតែគេលើឆាកអន្តរជាតិគេទទួលស្គាល់គេដឹងឮគឺយើងត្រូវតែចាត់ការពួកគាត់ដោយតម្លៃណាក៏ដោយត្រូវតែចាត់ការពួកគាត់ស៊ើបអង្កេតដើម្បីលាងសម្អាតខ្លួនគាត់ក៏លាងទៅតែចាត់ការមិនមែននិយាយថាអូឥឡូវអត់មានពាក់ព័ន្ធទេក៏ជួលមេធាវីទៅលុបឈ្មោះចេញពីបញ្ជីខ្មៅគេភ្លើងអត់រួចទៅជួលមេធាវីទៅលុបផ្សែងមាននរណាដែលលុបផ្សែងបានបងប្អូនផ្សែងបើភ្លើងវាអត់រលត់ផ្សែងវានៅតែហុយសពងអញ្ចឹងតាទោះតែយើងផលិតភ្លើងក្មេងបៀមដៃក៏គេដឹងរឿងនេះដែរប៉ុន្តែកម្ពុជាគឺអញ្ចឹងឯងគឺយើងធ្វើដល់ឥឡូវឃើញអ្នករាយការណ៍ពិសេសគេសួរថាតើត្រីធំនៅណាហេតុអីក៏មិនចាត់ការនេះម៉ោងនេះនៅពេលដែលលោក Thomas Andrew រាយការណ៍បែបនេះហើយសារបែបនេះទៅរដ្ឋាភិបាលចាំមើលក្រុមអង្គការមហាមន្ត្រីនឹងចែកជើងគ្នាមិនស្រួលម៉ោងនេះនឹងដាក់សាប៊ូដល់ Cyprus ឬក៏រត់ទៅប្រទេសទី3ទី4ឯណាហើយអស់បាត់ទៅហើយទេក៏មិនដឹងដែរព្រោះអីវាពិបាកណាស់គាត់ដឹងថាត្រូវយ៉ាងម៉េចហើយនៅពេលដែលពេលហ្នឹងលោកប្រធាន FBI របស់អាមេរិកនេះ Kash Patel គាត់ចុះទៅស្រុកខ្មែរមិនមែនទៅ Kash Patel មេ FBI ទៅស្រុកខ្មែរទេមកប្រវត្តិស្រុកខ្មែរតាំងពីអើយមកតាំងពីខ្ញុំធំដឹងក្តីមកអត់ដែលមានមេ FBI ណាកុំថាមេ FBI ត្រឹមតែមន្ត្រីប្រធាននាយកដ្ឋានណាមួយរបស់ FBI នឹងចុះទៅដល់កម្ពុជានោះដូចអត់ដែលមានទេយើងប្រហែលជាគិតថាអូមកពីកម្ពុជាអត់មានប្រព្រឹត្តអក្រិតអីធំមែនបាន FBI អត់ចាប់អារម្មណ៍ចុះទៅធ្លាប់ដែរ FBI គេធ្លាប់បញ្ជូនមន្ត្រីគេចុះទៅស៊ើបអង្កេតតាក់ទងរឿង Ron Epney ប្រហែលជាលោកចាំជនជាតិអាមេរិកដែលគេបោកគ្រាប់បែកសម្រាប់លោកសំរងស៊ីនិងបាតកោនៅមុខព្រឹទ្ធសភាវត្តមុខរដ្ឋសភាវត្តបទុមស្លាប់បាតកោដែលគ្រប់គ្រងគណៈបកប្រឆាំងលោកសំរងស៊ីនឹងអស់16នាក់របួសរាប់សិបនាក់ទៀតយុតិធធអត់ទាន់មានផងព្រោះអីឃាតករដែលស្អីឈ្មោះអាហ្វ្រិកឈ្មោះប្រេស៊ីលប្រេអីណានោះក៏ពើស៊ីបាត់តាំងពីហ្នឹងមកហើយដែលគេគិតថាជាក្រុមនៅក្នុងកងអង្គរៈរបស់លោកហ៊ុនសែនឯណានោះស្ងាត់បាត់ជើង FBI គេគូរូបគេគូអីចេញមកអាហ្នឹងមានមន្ត្រី FBI ចុះទៅម្ដងតែមិនមែនកម្រិតដល់មេកំពូល FBI ទេឥឡូវ Kash Patel មេកំពូល FBI ចុះទៅជួបលោកហ៊ុនម៉ាណែតមិនមែនទៅយកកម្រងផ្កាភ្ញីទៅសរសើរលោកហ៊ុនម៉ាណែតថាបានដោះស្រាយបញ្ហា scam ទេទៅប្រាប់លោកហ៊ុនម៉ាណែតថាខ្ញុំឃើញហើយអស់លោកកំពុងតែធ្វើក៏ប៉ុន្តែអត់ទាន់ចំរមាស់ទេខ្ញុំមកនេះខ្ញុំមកប្រាប់ថាអស់លោកធ្វើអត់ទាន់ចំរមាស់ទេ FBI នៅសហការព្រោះ FBI ចោទប្រកាន់លោក Gen Z ពីបទឆបោកអនឡាញបង្កក់ទ្រព្យ $15,000 លានអ្នកចាប់ Gen Z បានដកសញ្ជាតិ Gen Z ទៅបញ្ជូនទៅឲ្យចិនឯណាទៅវិញអាមេរិកគេមិនបាច់និយាយទេគេគ្រាន់តែទៅប្រាប់ថាកុំពេកហើយឥឡូវអ្នកចាប់ Gen Z បានបញ្ជូនទៅលីសុងបញ្ជូនទៅអស់អាមេរិកជាអ្នកដែលរកបានភ័ស្តុតាងចោទប្រកាន់អ្នកទាំងអស់នេះអ្នកចាប់បានអ្នកបញ្ជូនទៅចិនហើយអ្នកទាំងអស់នេះមានសញ្ជាតិខ្មែរអ្នកធ្វើយ៉ាងម៉េចដើម្បីផ្កើនការ FBI គេអត់ដឹងគេដឹងតាគាត់ថាជាការទូតគេទៅនឹងដើម្បីរឹតបន្តឹងចំណងតាក់ទងរវាងអាមេរិកនិងកម្ពុជាព្រោះអីលោក Kash Patel បាននិយាយថាការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះវាទៅតែចាប់ផ្ដើមទេលោកហ៊ុនម៉ាណែតថាបិទបញ្ចប់តាំងពីចុងខែមេសាឆ្នាំ2026ម្លេះប៉ុន្តែលោក Kash Patel មេ FBI ប្រាប់ថាការឆបោកអនឡាញនៅកម្ពុជាដែលកំពុងតែចាត់ការនេះគឺអាមេរិកអត់ឲ្យរួចខ្លួននេះគឺទៅតែចាប់ផ្ដើមទេចឹងបានន័យថាម៉េចទៅចាប់ផ្ដើមខ្មែរយើងថាងាប់ទៅចាប់ផ្ដើមមិនយើងចាប់អស់មកកណោហើយសឹងថាអស់មកប្រទេសហើយអត់ទេទៅចាប់ផ្ដើមនឹងគាត់សំដៅថាយើងចាប់បានតែត្រីកញ្ចុះត្រីកភ្លៀងអាមេរិកគេចាត់ការអត់ទាន់បានផ្ដំទាទោសលោក Gen Z នៅក្នុងតុលាការអាមេរិកនៅឡើយហើយនៅមានមន្ត្រីច្រើនណាអាមេរិកអត់ទាន់បានផ្ដំទាទោសសូម្បីតែមួយនាក់ទៅតែចោតប្រកាន់សិនទេដូច្នេះនៅរេលពេញថ្លុកនៅស្រុកខ្មែរហ្នឹងដែលជាត្រីធំហ្នឹងអត់បានចាត់ការអីសោះហើយទៅយើងគិតថារួចខ្លួនណាមកសហការជាមួយនឹង FBI អត់មាន FBI ទៅឲ្យផ្កាភ្ញីអីយើងទេគឺជាការព្រមានប្រាប់ថាដោះស្រាយទៅព្រោះជាចំណុចចាប់ផ្ដើមហើយ FBI នឹងសហការជួយហើយមិនត្រឹមតែប៉ុណ្ណឹងមុននឹងមេ FBI ចូលទៅស្រុកខ្មែរមានមន្ត្រីទូតអាមេរិក2នាក់យ៉ាងហោចទី1គឺភារៈធារីរបស់អាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zero គឺគាត់បានបដិញ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដល់ទីបំផុតនៅកម្ពុជានោះដើម្បីរកយុត្តិធម៌មិនមែនសម្រាប់កម្ពុជាទេណាបងប្អូនទេច្រឡំរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលរងគ្រោះដោយអំពើឆបោកនៅកម្ពុជាយើងសពថ្ងៃនេះណាយើងមានភ័ព្វវាសនាទេជាខ្មែរភ័ព្វវាសនាមួយនៅក្នុង1លានភ័ព្វវាសនាទេដោយសារតែអាការឆបោកនៅស្រុកខ្មែរហ្នឹងវាប៉ះពាល់ដល់ជនរងគ្រោះដែលជាអាមេរិក
ខ្ញុំនិយាយម្ដងទៀតបើកុំប៉ះពាល់ជនរងគ្រោះនៅអាមេរិកកម្ពុជាជិះសេះលែងដៃមិនដឹងជាសបាយហើយឲ្យប៉ុណ្ណាធ្វើប៉ុណ្ណឹងរួចខ្លួនដែរប៉ុន្តែកម្មអកុសលកម្ពុជាគឺប៉ះជនដែលបោកបានគឺភាគច្រើនជាជនជាតិអាមេរិកដូច្នេះហើយបានជាអាមេរិកដោះស្រាយដើម្បីរកយុត្តិធម៌ជូនជនជាតិគេហើយតែអញ្ចឹងយើងហៅជនជាតិគេតាមពិតខ្ញុំសង្ហៃក៏មានសញ្ជាតិអាមេរិកតែខ្ញុំមិនដែលគិតថាខ្ញុំអាមេរិកសោះខ្ញុំនៅតែគិតថាខ្ញុំខ្មែរទាំងឈាមទាំងពលឹងទាំងវិចារណញ្ញាណទាំងស្អីទាំងអស់តែយ៉ាងណាបងប្អូនតាមទម្លាប់គឺយើងចូលសញ្ជាតិអាមេរិកគឺគេឲ្យយើងបោះបង់ចោលសញ្ជាតិខ្មែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលសញ្ជាតិអាមេរិកមែនប៉ុន្តែខ្ញុំនៅតែបេះដូងឈាមជ័រខ្ញុំនៅជាខ្មែរ 100% ទេប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកតាក់ទងនឹងខ្ញុំជាសញ្ជាតិអាមេរិកប៉ុន្តែមិនមែនបានន័យថាផ្កាប់មុខគ្រប់គ្រងទេណាឯងធ្វើអត់ត្រូវខ្ញុំរិះគន់មេដឹកនាំគ្រប់តែគ្នាប៉ុន្តែដើម្បីឲ្យតម្លៃក្នុងនាមខ្ញុំជាអ្នកដែលមានសញ្ជាតិអាមេរិកគឺខ្ញុំការពារប្រយោជន៍អាមេរិកដែរដូច្នេះក្នុងន័យនេះគឺអត់មានអីសពិចសពិលទេមិនមែនក្បត់ជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរដោយសារខ្ញុំឈាមជ័រជាខ្មែរខ្ញុំស្លាប់ទៅជាខ្មែរខ្ញុំមិនមែនស្លាប់ទៅជាអាមេរិកទេបើសិនជាខ្ញុំស្លាប់ក្នុងនាមជាខ្មែរបាទអញ្ចឹងបន្តទៀតគឺមេដឹកនាំរបស់ FBI គេបានប្រាប់ខ្មែរយើងហើយឲ្យអ្នកចាត់ការឲ្យកុំលំកុំស្មានតែគេល្ងងកុំស្មានតែគេមិនដឹងហើយដល់ពេលឥឡូវពេលដែល Alex Zero និយាយអញ្ចឹងឯកអគ្គរដ្ឋទូតទៅអនាគតរបស់អាមេរិកប្រចាំនៅកម្ពុជាលោក Christopher Anderson ដែលថ្ងៃទី16ខែកក្កដាអញ្ចឹងមកខ្ញុំឲ្យបងប្អូនកត់ថ្ងៃនឹងទុកថ្ងៃទី16ខែកក្កដាលោក Christopher Anderson ថ្លែងសារចំនួន2ចំណុចដែលយើងទាំងអស់គ្នាជាខ្មែរត្រូវកត់លើជញ្ជាំងក្នុងក្រាំងមាសទុកថ្ងៃណាមួយលោក Christopher Anderson ចូលទៅស្រុកខ្មែរចាំផ្ទៀងផ្ទាត់សួរគាត់ធ្វើដល់ពេលណាហើយបានដល់ប្រមាណទី1នៅមុខសមាជិកគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដែលជាអ្នកដែលផ្ដល់ការទុកចិត្តដើម្បីបោះឆ្នោតឲ្យគាត់បានទៅខ្លាយទៅជាតំណាងទូតអាមេរិកប្រចាំនៅកម្ពុជានោះគឺគាត់បដិញ្ញាចំនួន2ចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះដល់ទីបញ្ចប់ហើយត្រូវរកអ្នកនៅពីក្រោយខ្នងហ្នឹងយកមកផ្ដន់ទាទោសឲ្យខាងតែបាននេះពាក្យនេះដែលធ្វើឲ្យលោក Thomas Andrews នេះដែលជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រអាមេរិកហើយឥឡូវជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិហើយដោយសារតែសប្តាហ៍ថ្ងៃគឺគាត់ទៅតំណាងអាមេរិកដែរបើថាធ្វើការឲ្យខ្មែរមែនដោយសារតែអាណត្តិរបស់គាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិយាយពីរឿងសិទ្ធិមនុស្សក៏ប៉ុន្តែគាត់ជាជនជាតិអាមេរិកឈាមជ័រអាមេរិកហើយប្រជាជនអាមេរិកជាង8សែននាក់រងគ្រោះដោយសារអំពើឆបោកអនឡាញនៅកម្ពុជាដូច្នេះទៅរឿងហ្នឹងហើយឥឡូវយន្តការរដ្ឋាភិបាលអាមេរិកគាត់ដោះស្រាយបញ្ហាសិទ្ធិមនុស្សតាដូច្នេះគាត់ទៅហ្នឹងគឺនិយាយពីរឿងហ្នឹងហើយរំលឹករដ្ឋាភិបាលកម្ពុជាដូច្នេះរឿងនេះគឺវាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហើយបើសិនជាអត់ទេគឺទៅហើយចប់ហើយអង់គ្លេសគេហៅថា the end សំទោសអង់គ្លេសគេប្រើពាក្យថា the beginning of an end នេះបានន័យថាជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់បានន័យថាទីបញ្ចប់ជួនកាលវាអត់ដឹងចប់នៅពេលណាប៉ុន្តែឥឡូវវាមានចំណុចចាប់ផ្ដើមមួយគឺចាប់ផ្ដើមនៃទីបញ្ចប់ដោយរទេះភ្លើងអញ្ចឹងបងប្អូននៅពេលដែលវាបើកលបឿនលឿនមែនតើគឺយើងអត់មានទីបញ្ចប់ទេចុះទៅអញ្ចឹងទៅ100គីឡូក្នុង1ម៉ោងក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមបន្ថយលបឿនហើយចាប់ផ្ដើមលឺសូរខ្យល់ថយមកបានន័យជាដល់រ៉ារទេះភ្លើងអាចចំណុចដែលបន្ថយលបឿនហ្នឹងឯងគឺបើសិនជាត្រូវធ្លាក់ជ្រោះគឺបានន័យថាជាចំណុចចាប់ផ្ដើមនៃការធ្លាក់ជ្រោះហើយព្រោះបើកទៅហ្នឹងគឺទម្លាក់មកដឹងតែខ្លួននេះទៅសឹកហើយក្នុងនេះគឺវាមានរឿងពីរខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់អាចចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបៀបដឹកនាំផ្ដាច់ការពុករលួយរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យបែបបកពួកគ្រួសារនិយមនៅកម្ពុជាហ្នឹងក៏ថាបានដែរដោយសារអីអត់មានជំរឿសអីដែលត្រូវដោះស្រាយទេព្រោះនេះជាទីបញ្ចប់នៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដែរសេចក្តីសង្ឃឹមមួយដែលរងចាំឲ្យមានឱកាសនេះព្រោះអ្នកដឹកនាំផ្ដាច់ការគេអត់ដែលដោះស្រាយបញ្ហាទេគឺគេនៅទប់រហូតតទៅទប់បានហើយធ្វើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋក៏ប៉ុន្តែដល់ដំណាក់កាលចុងក្រោយក៏គាត់ទប់អត់បានដែរដោយភ្នំព្រះសម័យមកសង្កត់គឺវាទៅហើយដូច្នេះវាអាចជាចំណុចចាប់ផ្ដើមនៃការរលំរលាយនៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏វាជាចំណុចចាប់ផ្ដើមនៃចំណុចវិជ្ជមានសេចក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរថាមានអន្តរជាតិបើក៏មានអន្តរជាតិព្រោះក្រោយដងលោកហ៊ុនសែនអត់ដែលខ្វល់អន្តរជាតិទេយើងចាំហ្នឹងបងប្អូនលោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកតស៊ូមតិប្រជាធិបតេយ្យបាក់ស្មារតីបាក់ស្បាត់ច្រើនលើកច្រើនគ្រាដោយសារគាត់យកអាវិធីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋមួយថាកម្ពុជាអត់ដួលទេយើងគ្រាន់តែបំផ្លាញសិទ្ធិមនុស្សបំផ្លាញក្រុមប្រឆាំងប៉ុណ្ណឹងយើងយកពីអគុណសន្តិភាពមកទប់ទៅប្រជាពលរដ្ឋច្បាស់ជាពុលនឹងអាការអគុណសន្តិភាពណែណាមិនចង់បានសន្តិភាពអញ្ចឹងនឹងភ្លេចគណៈបកប្រឆាំងព្រោះមានគណៈបកប្រឆាំងគឺមានសង្គ្រាមដល់តែពេលអត់គណៈបកប្រឆាំងគឺមានសន្តិភាពអគុណសន្តិភាពដោយសារតែអត់គណៈបកប្រឆាំងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋដូរអាពាក្យថាអត់គណៈបកប្រឆាំងមកអគុណសន្តិភាពយកគណៈបកប្រឆាំងជាសង្គ្រាមហ្មងដល់អញ្ចឹងទៅនាំគ្នាទំទិញពាក្យហ្នឹងបិទគ្រប់សំបីតែប្រគុណក៏បិទដែរអគុណសន្តិភាពហ្នឹងដើម្បីអីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យនឹកឃើញអំពីការរំលាយគណៈបកសង្គ្រោះជាតិព្រោះតែរំលាយទៅគឺប្រជាពលរដ្ឋនៅសោកស្ដាយនៅថាបាត់ប្រយោជន៍តែបានសន្តិភាពដែរអញ្ចឹងយើងមានសន្តិភាពដោយសារអស់សង្គ្រាមហើយព្រោះសង្គ្រាមនេះដោយសារក្រុមប្រឆាំងពលលោកហ៊ុនសែននិយាយឲ្យថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺមានសន្តិភាពបើបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាគឺបោះឆ្នោតយកសង្គ្រាម
មានតែពីរហ្នឹងគាត់ផ្លូវឲ្យប្រជាពលរដ្ឋជ្រើសអត់ដែលគិតថាបោះឆ្នោតឲ្យគណៈបកប្រឆាំងនឹងមានជីវភាពទូធានឹងមានប្រាក់បៀវត្សប្រាក់ម៉ោងប្រាក់ឈ្នួលឡើងជីវភាពគ្រាន់បើបាត់កាត់បន្ថយអំពើពុករលួយឈប់ឲ្យបកពួកនិយមតំណាងរាស្ត្រអីមានតំណាងគ្រប់ភូមិឃុំសង្កាត់ដើម្បីតំណាងឲ្យប្រយោជន៍ផ្ទាល់ខ្លួនព្រោះមានបកប្រឆាំងចូលរួមគណៈបកកណ្ដាលអំណាចមិនអាចជិះសេះលែងដៃគេអាចហៅក៏ហៅនាយករដ្ឋមន្ត្រីក្រសួងណាមកបំភ្លឺរឿងបំផ្លាញបរិស្ថានរឿងរ៉ែធម្មជាតិរឿងពុករលួយរឿងស្អីលុបបឹងលុបបួព្រៃភ្នំកាប់បំផ្លាញព្រៃឈើអីឡាក់នឹងឡាក់មកសួរបានគេមន្ត្រីបកប្រឆាំងអាចធ្វើនយោបាយការបរទេសនៅស្រុកក្រៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមត្រូវគ្នាផ្សះផ្សាជាតិមិននយោបាយស្មោកគ្រោកឡាក់នឹងឡាក់គេអត់ដែលផ្សាយអញ្ចឹងទេគឺគេផ្សាយថាបើអត់គណៈបកប្រឆាំងគឺមានសន្តិភាពមានគណៈបកប្រឆាំងគឺមានសង្គ្រាមហើយបើបំផ្លាញទៅក៏ល្អដែរថ្កោលទោសទៅឲ្យបាត់ឆ្លាស់ទៅដើម្បីឲ្យខ្មែរមានសន្តិភាពព្រោះសង្គ្រាមយូរពេកទៅចោតសង្គ្រាមបានមកពីគណៈបកប្រឆាំងហើយអត់ត្រូវការឲ្យបរទេសណាមកគ្របដណ្ដប់ជន់ក្បាលខ្មែរទេទាំងសហគមន៍អឺរ៉ុបទាំងសហរដ្ឋអាមេរិកសាររបស់គេនឹងតែអញ្ចឹងគឺសហគមន៍អឺរ៉ុបណែឯងដក 20% ដក 100% ក៏បានដែរអត់ងាប់ទេហ៊ុនសែនអត់ងាប់ទេគាត់និយាយអញ្ចឹងអ្នកដែលស្លាប់គឺប្រជាពលរដ្ឋ18លានអ្នកព្រោះគ្រួសារតកូលហ៊ុននេះចាយ100ជាតិទៀតក៏អស់ដែរគាត់មានតែភ័យខ្លាចស្លាប់ស្អីគាត់អ្នកណាដែលមានលទ្ធភាពទៅវាយកូនគោលបងប្អូនមួយថ្ងៃគ្នារកតែលុយទិញក3ពេលអត់ទាំងបានផងបងលុយមីក្រូហិរញ្ញវត្ថុបងអត់គ្រប់ច្បាក់គេរំសួតមេដឹកនាំទៅវាយកូនគោលវាយអីណាសបាយក្អាយអីតើអ្នកណាមានលទ្ធភាពធ្វើដូចគាត់បានបើគាត់មានរបរអីដូចលោកត្រាំដូចអីគឺមិនខ្វល់ទេគាត់សទ្ធិតែលោកហ៊ុនសែនមានសទ្ធិមកពីណាគាត់មកពីសម័យខ្មែរក្រហមមកចង្កេះដូចយើងដែរហ្នឹងហើយប្រាក់ខែនាយករដ្ឋមន្ត្រីមានប្រមាណខ្ញុំឲ្យ$5000ចុះមួយខែមកចាប់បើគាត់ដើរតែជួលមនុស្សនេះមនុស្សនោះម្ដងមួយសែនម្ដង5 80000 ដូចស្អីជួលសានបន្ទឿនជួលសពូនមីដាដាជួលអ្នកនេះជួលអ្នកនោះឲ្យលុយអ្នកនេះឲ្យអ្នកនោះរឿងទីសវណ្ណថានោះឬសូព័ត៌មានរឿងដល់ទៅ1លានចុះបានលុយនោះមកពីណាហើយដល់ពេលអញ្ចឹងបច្ច័យអាហ្នឹងអស់ហើយតើគាត់បានលុយឯណាទៅធ្វើអីផ្សេងទៀតដូច្នេះអាហ្នឹងតកតងនឹងអំពើពុករលួយនៅក្នុងរបៀបដឹងហើយណាទៅសួរគាត់បើសិនពួកប្រឆាំងវិញចាប់ដាក់គុកអស់ហើយអត់ប្រកាសទ្របអត់ប្រកាសអីបានលុយអីនាំទៅថាតែមិនតិលតែបន្តិចតែ$250ផងកុំថាឡើយដល់ទៅលុយរាប់ម៉ឺននាឡិកាតម្លៃលានដុល្លារលុយតែ$250សោះរឿងខំចន្ទរាទីហៅស្រីមុំតកតងនឹងរឿងគេចោទប្រកាន់លោកកឹមសុខាថាមានស្នេហាសហាយស្មន់អីជាមួយនាងខំចន្ទរាទីដែលក្រុមស្រីចម្រើននឹងធីសវណ្ណថាទៅរលរឿងរហូតដល់កម្ពុជាគាត់ទៅជាប់គុកខ្លះអ្នកខ្លះរត់ចោលស្រុកអីចឹងទៅដោយសារតែអំពើអកុសលកម្មហ្នឹងគាត់សាងច្រើនពេកទៅដល់ចឹងទៅវាបាបកម្មធ្លាក់តន់ហន់ចឹងដែរពួកគាត់ថាស្មាចូលគណៈបព្វជិជនបានគេជួយឥឡូវជាប់គុកមានថ្ងៃលែងខ្ញុំអាសូរគាត់មែនតើខ្ញុំមិនចង់ឲ្យជាប់គុកជាប់ច្បាប់តែមករលរឿងលោកកម្មសុខារឿងខំចន្ទរាទីហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅជាប់មន្ត្រីអាត់ហុកដោយទាំងអ្នកស្រីមនីដោយទាំងលោកនីសុខាដោយទាំងលោកនីចរិយាជាប់គុកអត់ថ្ងៃចាញ់ដោយសារលុយ$250ដើម្បីជាសហុយជួលមិនជួលទេជួយជនរងគ្រោះដើម្បីមកធ្វើសក្ខីកម្មតកតងនឹងរឿងលោកកម្មសុខាហ្នឹងនាងខំចន្ទរាទីហៅស្រីមុំហ្នឹង$250ចាប់គេដាក់គុករាប់ឆ្នាំតែ$250ចោតប្រកាន់ថាជាអំពើពុករលួយសោកសាក់សីអីណាហើយបើលុយគេវិញខាងគណៈបព្វជិជនចង់អ្នកណាខ្សែក្រវ៉ាត់$125,000ឬក៏ពនាលការរាប់សែនរាប់អីអត់អ្នកណាឈឺក្បាលហាលថ្ងៃទេហើយគេអត់ដឹងអាហ្នឹងគេដឹងតែអស់លោកគិតថាធ្វើបានចេះធ្វើទៅឲ្យចេះប្រឡប់ហើយទៅជួលមនុស្សលលោកហ្នឹងមកឲ្យជេមរាយគេនិយាយអត់បានទេជេររហូតចាំមើលក្រុមលលោកនេះតិចទៀតទៅគេបោចរួមយកទៅរ៉ូទីអស់ដូចគ្នាហ្នឹងព្រោះអីដល់អស់តម្លៃទៅគឺរ៉ូទីហើយយ៉ាងហោចបើមិនបោចរួមក៏ធ្លាក់ទៅដីសម្ោចរួមដែរព្រោះអស់តម្លៃអញ្ចឹងហើយបានខ្ញុំថាឃើញគេខំប្រឹងដោះស្រាយបញ្ហាយើងខំប្រឹងកាយកប់ត្រឡប់ជន់ឥឡូវដល់ពេលគឺនិយាយពីរឿងការឆោបបោកអនឡាញអាបញ្ហាចាក់ស្រេះហ្នឹងគឺយើងច្រើនតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថាកុំភ័យអត់អីទេវាអត់មានបញ្ហាអីទេគឺអត់គណៈបកប្រឆាំងគឺដឹងតែមានសន្តិភាពស្រឡាញ់សន្តិភាពអត់គណៈបកប្រឆាំងអ្នកណាដាក់ទណ្ឌកម្ម EBA 20%ដាក់100%ទៅយើងនៅមានមាស30គីឡូទៀតអាហ្នឹងគាត់និយាយ30គីឡូយើងនៅមានប្រេងមួយដំណក់ឥឡូវនឹងប្រេងអីចេះឥឡូវត្រូវប្រដាសាទាំងអស់អាប្រេងក៏មិនបានអាប្រេងគួងបានប្រហែលសែនលីត្រគេលួចទាំងកប៉ាល់ទៅអត់ដឹងនៅណាទៀតអត់ដឹងបានលុយនៅណាស៊ើបអង្កេតនៅណាគេសងយើងអត់អាប្រេងក៏គួងមិនបានអាមកតំណក់នៅវាមានឈ្នះបានតែមកតំណក់ហ្នឹងអត់ទាំងអស់នេះជាបណ្ដាសាទេបងប្អូនប៉ុន្តែបងប្អូនអាបណ្ដាសានេះវាប៉ះត្រូវគណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលមែនក៏ប៉ុន្តែវាចំណេញប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ទេជឿខ្ញុំប្រេងនៅបាតសមុទ្រនេះណាបើកុំបានខួងសោះក៏ល្អដែរព្រោះបើខួងមកមានអំពើពុករលួយការចែកគ្នាស៊ីចេះប្រជាពលរដ្ឋនឹងខ្សោះអស់លុយនឹងអត់បានលុយដដែលដូចនៅវេណេស៊ុយអេឡាដូចនៅអ៊ីរ៉ង់ប្រេងលក់នោះលក់ពិភពលោកសង្កត់ថាខ្មួលខ្មាល់ដោយសារផ្សែងពុលពីប្រេងលក់ហ្នឹងលុយនិយាយពីយកទៅក្រាលថ្នល់ដេកតែប្រជាពលរដ្ឋរត់តែបាយហូបអត់បានទេដោយសារអីរត់លួចអស់មន្ត្រីការអំណាចលួចអស់ដល់អញ្ចឹងអាខ្សោះធនធានធម្មជាតិក្រោមដីក៏អស់អាលុយចូលទៅកប៉ៅមន្ត្រីពុករលួយអស់អញ្ចឹងមកខ្ញុំថានេះគឺជាភ័ព្វវាសនារបស់ស្រុកខ្មែរដែរអត់បាច់ខួងបានឲ្យវានៅជារ៉ែធម្មជាតិនៅបាតបឹងបាតទន្លេទុកឲ្យកូនខ្មែរចំនួនក្រោយតទៅទៀតថ្ងៃណាស្រួលបួលរៀបចំស្រុកទេរៀបចំកុំឲ្យមានអំពើពុករលួយប្រជាធិបតេយ្យត្រឹមត្រូវកុំឲ្យឯកបៈបែបនេះគោះមកយកប្រេងនឹងមកលក់គឺបានផលដល់ប្រជាពលរដ្ឋទាំងអស់អានឹងអាស្រ័យផលក៏ល្អមិនហួសពេលដែរទុកទៅវាជាទ្រព្យគាត់ចិន្តាដែរទេព្រោះបើវានៅជារបស់ខ្មែរវានៅតែជារបស់ខ្មែរបើកាយមកឥឡូវចាំមើលបើកាយបានឥឡូវរឿងទៀតគណៈបព្វជិជនកម្ពុជាកំពុងតែខ្សែធនហើយបើតាមមើលខ្ញុំនិយាយនេះគេហៅរឿងខ្ញុំទៀតហើយគេថាមុនណារ៉េតហ្នឹងនិយាយតែអាក្រក់ពីគណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលខ្សែធនហ្នឹងគឺខ្ញុំសម្ដៅទៅលើកត្តាចាក់ស្ដែង scam online ពេញផ្ទៃប្រទេស
ធ្វើឲ្យបាត់ចំណូលបាត់ភ្ញៀវទេសចរបាត់សេដ្ឋកិច្ចធ្លាក់ចុះបាត់ព្រំដែនបាត់ស្អីចឹងទៅហ្នឹងហើយអាបាត់ព្រំដែនហ្នឹងកំហុសមកពីថៃគេអ្នកបាត់ខ្ញុំទទួលស្គាល់ថាថៃខូចអត់អីទេប៉ុន្តែវាមានបញ្ហាដោយសារតែយើងហ្នឹងក៏វាមានបញ្ហានយោបាយជាមួយថៃយូរហើយដែរហើយផ្ទៃក្នុងយើងដែរបើថៃវាយយើងបានថៃវាយយូរហើយមិនមែនថៃវាយនៅពេលនេះដោយសារតែយើងធ្វើឲ្យបាច់បាក់ជាតិយើងខ្លាំងពេកយើងផ្ទៃក្នុងយើងលែងត្រូវគ្នាខ្មែរយើងហែកហួរថៃមានឱកាសគឺថៃវាយយើងហ្មងថៃចង់វាយយើងយូរហើយតែវាយអត់បានចាប់ពីឆ្នាំ2017មកនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិគេដឹងថាខ្មែរនេះលលាយខ្សលហើយលែងគិតសិទ្ធិមនុស្សលែងគិតប្រជាធិបតេយ្យគឺដើម្បីក្រាញអំណាចគឺគេវាយខ្មែរបានដោយសារគេដឹងថាគេបាច់ប្រាក់ដួងមកបានហើយគេដឹងថាគេនឹងធ្វើឲ្យខ្មែរយើងគេយើងខ្មែរខ្ញុំនិយាយម្ដងទៀតឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលៀតកំណត់ទ្របឲ្យចោលឃើញកំណត់ទ្របឃើញភាពឆ្លោះគ្នារបស់យើងឡាយតែបោចសក់យកអស់លីងនេះឯងយើងរៀបចំមកវិញអញ្ចឹងបានជាថៃមើលងាយមិនមែនថៃខ្លាំងទេគឺខ្មែរខ្សោយហើយយើងត្រូវទទួលស្គាល់ការពិតថៃខ្លាំងប៉ុណ្ណាក៏មិនអាចមកឈ្លានពានដែនអធិបតេយ្យរំលោភច្បាប់ជាតិនិងអន្តរជាតិហើយបើថៃខ្លាំងឧទាហរណ៍ហើយខ្មែរមូលមាត់គ្នាក៏មិនអោយថៃយកដីខ្មែរបាន76កន្លែងហ្នឹងដែរខ្ញុំជឿថាជនជាតិខ្មែរយើងនឹងបដូរជីវិតមិនអោយណាឯងយកបានទេក៏ប៉ុន្តែដោយសារតែស្ថានភាពបែបនេះដល់ពេលយើងទ្រាំខ្លួនមេដឹកនាំយើងមិនអាចទប់គេបានគឺយើងសុកចិត្តចុះហត្ថលេខាកិច្ចព្រមព្រៀងបាត់ជប់បាញ់សុំអ្នកណានៅហ្នឹងអស់76កន្លែងហ្នឹងសិនទៅហើយសង្ឃឹមថាបានមកវិញអូខេទៅសង្ឃឹមទៅបើអត់ប្តឹងគេទៅយើងសង្ឃឹមទៅយើងនៅតែស្រែកថ្កោលទោសគេទៅហើយកុំប្តឹងទៅតុលាការអន្តរជាតិឥឡូវវិលមកវិញខ្ញុំថារដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាដល់ដំណាក់កាលខ្សែធននេះគឺដោយសារអ្វីដែលគាត់ធ្លាប់មានអាការឆោបបោកអនឡាញនេះបងប្អូនកុំគិតលេងសើចឲ្យសោះណាគ្រាន់តែគេបង្កក់លុយលោកចិនស៊ី$15,000 លានទ្រាប់ Bitcoin ផងហ្នឹង$15,000 លានយើងសាកគិតមើលថាតើវិស័យអចលនទ្រព្យអីដែលក្រុមហ៊ុន Gen Z នេះ Prince Group នេះបើកពេញផ្ទៃស្រុកខ្មែរវាស់ភ្នំពាត់អូស្ទឹងបឹងបួស្រែចម្ការប្រជាពលរដ្ឋដើម្បីអចលនទ្រព្យដើម្បីលាងលុយនេះតើទ្រព្យនេះប្រមាណ100,000 លាន$ទៀតតើយើងមិនដឹងព្រោះអត់មាននរណាបង្កក់ទ្រព្យ Gen Z នៅស្រុកខ្មែរបាន$1អត់ទេនេះឯងដែលក្រុមខាងអ្នករាយការណ៍ពិសេសអង្គការសហជាតិនឹងចិត្តទៅសួរថាចុះហេតុអីបានត្រីធំគេបង្កក់ទ្រព្យ Gen Z $15,000 លាននៅអាមេរិកខ្មែរយើងតាម1សេនក៏អត់ដែរអូយើងទៅបង្ក្រាបការឆោបបោកអនឡាញក៏ក្រៅ600កន្លែង3-4,000អ្នកបញ្ជូនរាប់សែនអ្នកចេញទៅស្រុកក្រៅលុយបង្កក់ទ្រព្យពួកឆោបបោកតាម100រៀលក៏អត់មានដែរហើយយើងគេជឿដែរហើយចុះនៅអាមេរិកលោក Gen Z គេគ្រាន់តែដាក់តែបុគ្គលនឹងមួយតែ Gen Z សោះ$15,000 លានដែលគេបង្កក់ទ្រព្យបានណាដូច្នេះយើងធ្វើឲ្យគេឆ្ងល់យើងគឺគេដឹងថាយើងនឹងធ្វើឲ្យតែបានទេរឿងមួយទៀតរឿងតាក់ទងនឹងរឿងដែលថាកម្ពុជាតលឆោបបោកនេះណាគឺជាឆ្នាំងបាយរបស់អ្នកដឹកនាំផ្ដាច់ការនៅប្រទេសណាក៏ដូចទេណាភូមានេះណាឆោបបោកអនឡាញហ្នឹងគឺជាឆ្នាំងបាយសម្រាប់របបសឹកយោធាភូមាប្រជាប្រដ្ឋខ្លោចផ្សារតែរបបសឹកយោធានៅមានដង្ហើមដកដោយសារលុយហ្នឹងគឺវាចូលទៅក្នុងក្រុមមេដឹកនាំជាន់ខ្ពស់របស់ភូមារឿងនៅស្រុកខ្មែរខ្ញុំមិនចោទប្រកាន់ថាលុយនឹងចូលទេប៉ុន្តែមើលលំនាំភូមានិងលំនាំប្រទេសផ្សេងទៀតដែលគេដឹកនាំបែបហ្នឹងគឺលុយហ្នឹងវាអត់ទៅណាឆ្ងាយពីក្រុមអ្នកដឹកនាំឬគណៈបកកណ្ដាលអំណាចហ្នឹងទេគឺដោយសារពួកគាត់កាងឲ្យធ្វើបានបើគេចង់ចាប់គេចាប់បានបងប្អូនចាប់ជនអ្នកដែលឆោបបោកអនឡាញនៅតាមបូរីនៅអីម្ដងបន្ទប់ខ្លះមាន3,000នាក់អីប៉ុណ្ណោះអាគារខ្លះមាន5,000នាក់ហុយដូចសម្ោចចឹងយើងទៅអត់ដឹងទេចឹងចុះហេតុអីបានជាសកម្មជនចលនាមេដាធម្មជាតិស្អីតែម្នាក់ពីរឬក៏អ្នកណាមាន comment អី on Facebook ទៅចាប់គេកាហែងណាដេញគេទៅដល់ថៃក៏ទៅចាប់មកបានទៀតប៉ុន្តែអានៅមុខនឹងអីហ្នឹងយើងមើលអត់ឃើញដូច្នេះយើងឃើញអំពីចំណាត់ការស្តង់ដាររបស់យើងហ្នឹងគឺថាវាចម្លែកតែវាអកុសលអានេះជាកម្មពៀដែលយើងសាងមកដល់ពេលវាដល់ដំណាក់កាលចុងក្រោយដែរនិយាយទៅគឺវាអកុសលដែរចំពោះគណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលគ្នាក៏បាក់មុខដែរណាព្រោះខំប្រឹងណាឲ្យខាងកុសនិកហ្នឹងមកអួតអំពីសមិទ្ធិហ្នឹងគឺថាអូហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រូបវ័ន្តទឹកភ្លើងអីធ្វើដំណើរអីពីនេះទៅនោះអីឥឡូវលឿនអីអញ្ចឹងក្រចេះភ្នំពេញវិលវិញមិនឆ្ងាយអីអញ្ចឹងទៅក៏ប៉ុន្តែឥឡូវព្រែកឯងនៅឆ្ងាយដាច់អាឡ័យហើយព្រោះមានផ្លូវល្អមែនក៏ប៉ុន្តែវាឆ្ងាយវាពិបាកវាមិនដឹងធ្វើដំណើរមិនបើអត់លុយចាក់សាំងវាអត់លុយគ្រប់គងជីវភាពផ្លូវហ្នឹងគឺកាន់តែឆ្ងាយទៅវិញអាផ្លូវដែលគួរតែចិត្តហ្នឹងដោយសារវាបញ្ហាចាក់ស្រែហើយអញ្ចឹងម្ដងទៀតគឺយើងនិយាយទៅគឺគាត់មានបញ្ហាដូច្នេះហើយគាត់ទៅអួតដំបូងហ្នឹងគាត់ថាមានទ្របមានអីអញ្ចឹងដើម្បីទប់កុំឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តហើយចាប់ដើមបំផ្លាញគណៈបកប្រឆាំងគិតថាអត់គណៈបកប្រឆាំងមានសន្តិភាពហើយនឹងសហគមន៍អន្តរជាតិកោតទោសអីក៏មិនស្ដាប់ដែរដាក់20%ដាក់100ក៏បានដែរតែដល់ឥឡូវអាមេរិក GSP FBI រឿង scam រឿងអីឥឡូវបាក់ទំនប់ចាប់ដើមតល់ច្រកតាមពិតណាស់អ្នកដែលបានផលសប្ងៃនេះគឺគណៈគឺប្រជាពលរដ្ឋកម្ពុជាទាំង18លានអ្នកទេដោយបានអាមេរិកជួយហ្នឹងគឺវាទៅហើយគណៈបព្វជិជនកម្ពុជាគាត់បាត់ធនធានបាត់អាប្រភពលុយបាត់អីហ្នឹងមិនអស់ទេគាត់នៅតែលុយច្រើនណាស់អុកញ៉ាមហាមន្ត្រីមកកណោដែលជួយលុយបាក់ជួយអីហ្នឹងនៅតែកំប៉ុន្តែយូរទៅវាខ្សោះទៅតែប៉ុណ្្នឹងឯងបើគាត់កែអាចមានភាពល្អប្រសើរទៅវិញតែបើអត់កែទេគឺទៅហើយជាទីបញ្ចប់ហើយគឺចំណុចចាប់ផ្ដើមនៃទីបញ្ចប់ខ្ញុំលើកទឹកចិត្តឲ្យគណៈបព្វជិជនកម្ពុជាកែទៅហើយខ្ញុំនឹងសារតអត់អីទេកែទៅព្រោះបានល្អទាំងអស់គ្នាទេអញ្ចឹងឥឡូវខ្ញុំស្លេះពីរឿងលោកAndrew Thomas Andrew ដែលគាត់ឆ្ងល់រឿងអត់បានត្រីធំឥឡូវចាំមើលក្រោយហ្នឹងតើគេចាត់ត្រីធំណាទេហើយតើត្រីធំហ្នឹងគាត់ទៅរត់ពួននៅក្នុងរុនផុកនៅកន្លែងណាទៀតយើងក៏ចាំមើលដែរ
ហើយអត់ចាំបាច់រយហ៎គឺគេឲ្យឈ្មោះអស់ហើយនៅតែអស់លោកចាត់ការទេបន្តទៀតលោក Thomas ជំរុញឲ្យមានដឹកនាំកម្ពុជាអនុវត្តច្បាប់អន្តរជាតិដើម្បីបញ្ហារំលោភសិទ្ធិមនុស្សកម្ពុជានិងប្រជាធិបតេយ្យនៅកម្ពុជាដែរសារនេះគឺជាសារចាក់ដោតរដ្ឋាភិបាលកម្ពុជាមែនតើព្រោះហេតុអីបានជាចាក់ដោតខ្ញុំសរសើរលោក Thomas Andrew នៅក្នុងការគាត់ចេះសរសេរ clear នៅក្នុង clear នេះគាត់សរសេរចេះគាត់បានជួបលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាដែលនិយាយបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយប្រើយន្តការច្បាប់អន្តរជាតិលោកប្រាប់ថាលោកហ៊ុនសែនពិតជាបានប្រាប់គាត់អញ្ចឹងមែនហើយលោកប្រាប់ថាលោកយល់ស្របនៅក្នុងការរកដំណោះស្រាយដោយសន្តិវិធីប្រើច្បាប់អន្តរជាតិព្រោះនេះគឺជាចំនួនអន្តរជាតិលោកគ្រប់គ្រងប្រសាសន៍របស់លោកហ៊ុនសែនលោកលើកនិយាយក្នុងវេទិកាធ្វើសន្និសីទសារព័ត៌មានក៏ប៉ុន្តែលោកថាខ្ញុំដកស្រង់ពាក្យគាត់តែម្ដងហើយខ្ញុំសរសើរការប្រើពាក្យពេចន៍របស់គាត់មែនតើគាត់សរសេរចេះសូមទោសបងប្អូនខ្ញុំបានកត់ត្រាច្រើនណាស់តែខ្ញុំចង់ដកស្រង់ភាសារបស់គាត់នឹងឲ្យត្រូវន័យតែម្ដងអូខេគាត់និយាយចេះគាត់ថាពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាជម្រាបគាត់ពីរឿងថាកម្ពុជាបដិញ្ញាដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយប្រើច្បាប់ឬក៏យន្តការអន្តរជាតិគាត់ថាយល់ស្របល្អគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែគាត់សូមបញ្ជាក់និងជំរុញស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តខ្លឹមសារនៃច្បាប់អន្តរជាតិនេះដែរនៅក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាវ៉ាវមានន័យថាម៉េចបងប្អូនមានន័យថាលោក Thomas Andrew រំលឹកប្រាប់លោកហ៊ុនសែនថាកុំឲ្យអនុវត្តស្តង់ដារ2ស្តង់ដារថាដោះស្រាយចំនួនព្រំដែនថៃពឹងលើច្បាប់អន្តរជាតិថាដើម្បីអាចសង្ឃឹមថាដោះស្រាយបានដោយយកច្បាប់អន្តរជាតិថាមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនលោកថាបញ្ហាច្បាប់អន្តរជាតិនេះបើកម្ពុជាយល់ថាសំខាន់លោកក៏យល់ស្របថាសំខាន់ហើយយកវាមកអនុវត្តដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរផងទៅហើយលោកថាលោកបានទទួលដំណឹងមកហើយថាមានអ្នកទោសមនសិការរហូតដល់ទៅជាង100នាក់ហើយតើតើនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះហើយនៅក្នុងន័យនេះគឺនៅក្នុងរបាយការណ៍របស់គាត់និយាយចេះតើតើនឹងអ្នកទោសមនសិការហ្នឹងគាត់និយាយថាសំទោសបងប្អូនឯកសារច្រើនមែនតើខ្ញុំបានទទួលព័ត៌មានថាអាចមានមនុស្សជាង100នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសេរីភាពនៅក្នុងការជួបប្រជុំឬសេរីភាពក្នុងការដែលបង្កើតសហគមន៍ឬក៏ប្រមូលផ្ដុំគ្នាលោកបន្តទៀតថាគ្មាននរណាម្នាក់ត្រូវបានជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួននោះឡើយខ្ញុំបានលើកឡើងអំពីការឃុំខ្លួននិងស្ថានភាពរបស់បុគ្គលទាំងនេះក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលហើយបានទទួលការបដិញ្ញាចិត្តក្នុងការធ្វើការងារជាមួយខ្ញុំក្នុងខណៈដែលខ្ញុំនៅតែបន្តពិនិត្យមើលលើករណីទាំងនេះចឹងមន្ត្រីរដ្ឋាភិបាលសន្យាជាមួយគាត់ថានឹងដោះស្រាយបញ្ហាជនអ្នកទោសមនសិការនេះហើយនឹងលោកថាលោកតាមមើលតទៅទៀតតើគេធ្វើអត់ខ្ញុំពេញចិត្តសាររបស់លោកមែនតើគឺនិយាយត្រង់ទៅត្រង់មកហើយចំចំណុចរមាស់ត្រូវរមាស់មិនដឹងថារដ្ឋាភិបាលកម្ពុជាដោះស្រាយយ៉ាងណាទេព្រោះគាត់ថានៅខ្មែរនេះអត់មានទេអ្នកទោសមនសិការមានតែអ្នកមនសិការមានទោសព្រមត្តនទៀតអត់មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយប្រព្រឹត្តទោសព្រមត្តនហើយជាប់គុកប៉ុន្តែអាច្បាប់ខ្មែរនឹងគេទាញឲ្យយឺតដូចកស៊ូមន្ត្រីគណៈបកកណ្ដាលអំណាចធ្វើអីខុសក៏អត់ជាប់គុកដែរបើមន្ត្រីបកប្រឆាំងគ្រាន់តែក្អកឬក៏មើលមុខគេក៏ជាប់គុកដែរអានេះខ្ញុំនិយាយជាន័យធៀបឯងមិនដល់ថ្នាក់ហ្នឹងឯងប៉ុន្តែន័យហ្នឹងគឺអញ្ចឹងគឺធ្វើអីក៏មិនត្រូវដែរប៉ុន្តែមន្ត្រីគណៈបកប្រជាជនកម្ពុជាធ្វើអីក៏ត្រូវដែរព្រោះច្បាប់ហ្នឹងគឺគេអញ្ចឹងហើយយើងរស់នៅក្នុងប្រទេសមួយដែលច្បាប់គេអនុវត្តមានស្តង់ដារ2អញ្ចឹងតើប្រជាពលរដ្ឋនឹងមានយុត្តិធម៌សង្គមមកពីណាមិនក្រៅក៏ហើយអាចរស់នៅកើតទេយើងទៅចាប់គេដាក់គុកស្រាចិត្តបើមន្ត្រីខ្លួនឯងអត់អីជេរបតិចផ្ដាសាគេពេញភូមិរួចខ្លួនទាំងអស់ក្រុមអាម៉ៃអាថោងនិងលលករបស់គណៈបកប្រជាជនកម្ពុជាគណៈបកប្រឆាំងជេរតែបន្តិចដូចលោកគេវិសាលឆ្លោះគ្នាមួយម៉ៃហុងស្រៀងនៅកំពង់សោមតាមអាការជេរបចោគ្នាដូចគ្នាជេរទៅជេរមកលោកគេវិសាលជាប់គុក2ឆ្នាំហើយទារលុយ20លានរៀលឥឡូវតុលាការកំណត់ឲ្យបង់លុយ20លានរៀលទៀតជាប់គុក2ឆ្នាំទៅបញ្ចេញហើយបង់លុយ20លានរៀលហើយខាងលោកម៉ៃហុងស្រៀងនឹងអង្គុយចាក់ថ្មិញឲ្យមើលមកថាឃើញទេអញ្ចឹងហើយមិនចូលគណៈបកប្រជាជនកម្ពុជាឲ្យសំមុខអីចឹងទៅអាហ្នឹងចង់និយាយថាគាត់មិននិយាយចឹងទេខ្ញុំចង់និយាយថាក្នុងចិត្តគាត់ហ្នឹងប្រហែលជាអាចនិយាយចឹងហើយព្រោះគេចូលទៅគឺគេចឹងគេបានច្បាប់ការពារចឹងទឹកឡើងត្រីស៊ីសមុទ្រទឹកហុយសមុទ្រស៊ីត្រីទេអស់លោកវប្បធម៌ហ្នឹងគឺអស់លោកក៏ដឹងដែរសម័យខ្មែរក្រហមហ្នឹងសម្លាប់គ្នាដោយសាររឿងចឹងតែលោកអត់ព្រមជួយកែគ្នាតែធ្វើឲ្យឈឺចាប់ដល់ពេលមានការអីតាំងវិបំពេចរត់ចោលភូមិទៀតដែរដោយសារអីវាធ្វើអាក្រក់ពេកដូចខ្មែរក្រហមចឹងសម្លាប់គេច្រើនពេកដល់ពេលវៀតណាមចូលមកតែពេលខ្លះរត់អត់រួចគេកាប់ដាច់3 4កណាត់ដោយសារអីវាអាក្រក់ពេកពេលខ្លួនឯងបានអំណាចអត់ព្រមជួយរកយុត្តិធម៌ជួយតែធ្វើបាបគេដល់ពេលហើយរត់ចាយជើងគ្នាហើយអត់នៅស្រុកបានហើយអត់រៀងចាលនិយាយទៅអត់រៀងចាលបាទឥឡូវបន្តទៅទៀតគឺតាក់ទងនឹងរឿងខ្ញុំបន្តបញ្ចប់លោក Thomas នឹងឲ្យចប់ទៅលោក Thomas Andrew ក៏ជំរុញឲ្យកម្ពុជានិងថៃពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសខ្មែរបានវិលទៅលំនៅឋានវិញឆាប់លោក Thomas Andrew គាត់សរសេរពីរបាយការណ៍ជនភៀសនេះគួរឲ្យស្រក់ទឹកភ្នែកគឺគាត់បាននិយាយអំពីការរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋតាក់ទងនឹងសិទ្ធិនៅក្នុងការទទួលបានការអប់រំទទួលបានលំនៅឋានទទួលបានសេវាសុខាភិបាលអីចឹងក៏លោកបានថា
ប្រជាពលរដ្ឋដែលនៅជនភៀសសឹកដែលអាចវិលទៅលំនៅឋានបានវិញមកដល់ពេលនេះគឺនៅសល់ប្រហែល 20000 នាក់ទៀតហើយដោយសារតែចំនួនព្រំដែនខ្មែរថៃហ្នឹងហើយគាត់និយាយថាគាត់ខ្លោចផ្សារណាជនជាតិខ្មែរយើងដែលជាជនភៀសសឹកហ្នឹងគឺទី1បញ្ហាអប់រំក៏គាត់មានការលំបាកបញ្ហាថែទាំសុខភាពនិងសេវាផ្សេងៗទៀតគឺបាត់បង់អស់តែម្ដងហើយមួយទៀតគឺការដែលឆ្លងដែនទៅទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃអីហ្នឹងក៏ត្រូវបានរំខានខ្លាំងមែនតើរហូតដល់ប្រជាពលរដ្ឋសហគមន៍នៅតាមក្បែរព្រំដែនហ្នឹងមិនអាចរកទទួលទានរបរទំនិញលក់ទំនិញដូចរបស់របរកសិកម្មនិងទំនិញអីផ្សេងៗទៀតហ្នឹងគឺអត់បានទេដាច់ទៅទេហើយអញ្ចឹងនៅក្នុងន័យនេះគឺគាត់ទៀមទាគាត់ជំរុញមិនមែនជំរុញតែថៃទេបងប្អូនឃើញលោក Andrews អត់ថ្កោលទោសថៃទេគឺគាត់គ្រាន់តែនិយាយថាជនភៀសសឹកនេះគឺរស់នៅបែបនេះគឺរំលោភប៉ះពាល់សិទ្ធិសេរីភាពរបស់គាត់ហើយអញ្ចឹងហើយបានជាគាត់ជំរុញឲ្យទាំងកម្ពុជាទាំងថៃហ្នឹងពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសសឹកខ្មែរបានវិលទៅលំនៅឋានដើមវិញឲ្យឆាប់តាមដែលអាចធ្វើទៅបានតែប៉ុណ្ណឹងអត់ថ្កោលទោសថៃដែរទេប៉ុន្តែក្នុងន័យហ្នឹងក៏មានន័យគ្រប់គ្រាន់ថាអ្នកដែលមិនឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញហ្នឹងគឺភាគីថៃច្រើនជាងព្រោះអីខ្មែរយើងមានខាត់ឯណាមិនអញ្ចឹងទោះជាលោកមិនថ្កោលទោសរដ្ឋាភិបាលថៃឬក៏យោធាថៃក៏ក្នុងន័យនេះគឺជាសារប្រាប់ទៅរដ្ឋាភិបាលថៃដែរថាអ្នកកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជនភៀសសឹកដែលគ្នាមិនអាចវិលត្រឡប់ហើយលោកក៏បានរំលឹកអំពីស្មារតីនៃបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលលោកដកស្រង់តាក់ទងនឹងការបដិញ្ញារវាងកម្ពុជានិងថៃថានឹងសម្របសម្រួលឲ្យជនភៀសសឹកបានវិលទៅលំនៅឋានវិញដើម្បីកុំឲ្យមានការរារាំងប៉ុន្តែអ្វីដែលជាការខ្ទាស់រឿងដែលសំខាន់បំផុតគឺថៃទេដែលយកលេសមួយគឺអាស្មារតីនៃបទជប់បាញ់ហ្នឹងគឺថៃអត់ឲ្យប្រជាពលរដ្ឋខ្មែរចូលទៅតំបន់ដែលកម្ពុជាព្រមឲ្យនៅណានៅហ្នឹងនេះអាកន្លែងនេះហើយដែលថៃយកជាកន្លឹះហើយលោក Thomas Andrew ក៏គាត់ជំរុញឲ្យខ្មែរនិងថៃគោរពតាមបទជប់បាញ់ហ្នឹងទៅហើយចាប់ផ្ដើមសម្រួលដោះស្រាយបញ្ហាព្រំដែនហ្នឹងឲ្យបានឆាប់ទៅដើម្បីឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញក៏ប៉ុន្តែនៅក្នុងហ្នឹងអ្វីដែលលោក Thomas Andrew អត់បានច្បាច់លើកហ្នឹងគឺតាក់ទងនឹងបទជប់បាញ់ហ្នឹងគឺកម្ពុជាព្រមឲ្យថៃនៅណានៅហ្នឹងអ្នកនៅពេលដែលថៃនៅណានៅហ្នឹងគឺថៃចាត់ទុកថាតំបន់ដែលគេគ្រប់គ្រងបានគឺគេមិនឲ្យប្រជាពលរដ្ឋស៊ីវិលចូលដោយសារតែគេគិតថាប៉ះពាល់ដល់សុខសុវត្ថិភាពទាហានគេដែលកំពុងឈរជើងព្រោះបើឲ្យជនស៊ីវិលចូលទៅអាតំបន់គេនៅណានៅហ្នឹងចុះអ្នកបន្លំទៅបាញ់ទៅបោកក្បាច់អីទៅស្លាប់ដល់ទាហានគេយល់លេសអញ្ចឹងណាបងប្អូនហើយថ្ងៃនេះរឿងលេសហ្នឹងគឺខ្ញុំបន្ថែមចូលទៅក្នុងអត្ថបទហ្នឹងដដែលប្រព័ន្ធផ្កាយរណបដែលខាងសារព័ត៌មានកម្ពុជានៅស្រុកខ្មែរចងក្រងបងប្អូនស្រក់ទឹកភ្នែកហើយប្រព័ន្ធផ្កាយរណបនេះគឺគាត់មើលពីព្រឹត្តិការណ៍មុនបាញ់គ្នាហើយនឹងក្រោយបាញ់គ្នាឥឡូវនេះគឺគាត់រកឃើញថាភូមិអ្នកស្រុកជាពិសេសផ្ទះអ្នកស្រុកនៅតំបន់ដែលមានចំនួនដែលថៃកំពុងគ្រប់គ្រងហ្នឹងថៃបានឈូសឆាយរៀបដល់ដីនិយាយទៅគឺរើផ្ទះនឹងចោលអស់តែម្ដងនៅសល់តែដីទទេទេអានេះគឺអ្វីដែលបងប្អូនបើសិនជាខ្ញុំលើកទឹកចិត្តឲ្យចូលទៅមើលប្រព័ន្ធផ្កាយរណបរបស់សំទោសវីដេអូរបស់សារព័ត៌មាន The Cambodia ណាវាយពាក្យកម្ពុជាទៅនៅក្នុង Facebook ហ្នឹងបងប្អូនឃើញព្រោះនេះជាសារព័ត៌មានដែលគួរឲ្យជឿទុកចិត្តនៅកម្ពុជាជួយគ្រប់គ្រងពួកគាត់ផងទៅព្រោះសារព័ត៌មានដែលគួរឲ្យទុកចិត្តបែបនេះអីហ្នឹងគឺចិត្តផុតពូជអស់ហើយបងប្អូនគាត់ធ្វើវីដេអូនេះគឺសំទោសខ្ញុំច្រើនពេកបងប្អូនហើយឯកសារនេះបាទវីដេអូនេះគឺគាត់បង្ហាញអំពីភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួននិងតំបន់អូខ្លាឃ្មុំជោគជ័យបឹងតគួនព្រៃច័ន្ទផ្ទះប្រជាពលរដ្ឋខ្មែររាប់សិបខ្នងគឺថៃឈូសចោលទាំងអស់នៅសល់តែដីទទេឲ្យសម្អាតយ៉ាងស្អាតនេះហើយដែលបងប្អូនរងចាំវិលទៅផ្ទះវិញហ្នឹងទៅឥឡូវនៅសល់តែដីទទេឲ្យគេដាក់សំណង់យោធាត្រង់សេប៉ុស្តិ៍យាមធ្វើផ្លូវធ្វើអីអស់ហើយអញ្ចឹងគឺរៀបថេងមកស្អាតហ្មងគឺឈូសផ្ទះចោលរើកវត្តចោលអស់តែម្ដងនៅសល់តែដីទទេឡើងស្អាតឆេញហ្មងអាហ្នឹងសម្រាប់បឹងតគួនភូមិជោគជ័យភូមិព្រៃច័ន្ទឯនៅតំបន់អូខ្លាឃ្មុំវត្តអារាមខ្មែរហ្នឹងវាយវត្តចោលតិចឈូសវត្តចោលបាត់ឥឡូវបាត់អស់ហើយនៅច្រកអានសេះផ្ទះប្រជាពលរដ្ឋឈូសរៀបក៏វត្តចោលអស់គឺវាល្វឹងរោងតាអ៊ំអីហ្នឹងអស់ហើយគឺថៃយកទៅជារៀបទៅវិញគឺបើសិនជាប្រជាពលរដ្ឋវិលទៅវិញក៏អត់មានផ្ទះនៅដែរអាហ្នឹងគឺនៅក្នុងពេលហ្នឹងថៃគេកំពុងធ្វើអញ្ចឹងហើយអញ្ចឹងមិនថាវាសោកស្ដាយដែររដ្ឋាភិបាលយើងអត់ព្រមធ្វើអានិយមការស្អីគេទីតាំងស្អីគេបំផ្លាញគេអីហ្នឹងដាក់មកប្រមាណផ្ទះដែលគេរំលាយឈូសចោលអីគឺក៏អត់ព្រមធ្វើសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីគាត់ធ្វើអីគេរាល់ថ្ងៃហ្នឹងគាត់នៅតែមកកោលទោសនៅតែមកតវ៉ាកោលទោសតវ៉ាជូនដំណឹងមិនទទួលយកប៉ុន្តែអាភ័ស្តុតាងខ្លួនឯងហ្នឹងប្រមូលឲ្យដាក់នៅលើ website មកឲ្យបងប្អូនយើងបានមើលក្រសួងការបរទេសក្រសួងដែនដីណាគណៈកម្មការស្អីហ្នឹងដាក់មកឲ្យគ្នាបានមើលអត់អូខេឥឡូវលោក Thomas Andrew និយាយពីរឿងជនភៀសសឹកហ្នឹងគឺគាត់និយាយពីរឿងសិទ្ធិមនុស្សទូទៅតាក់ទងនៅក្នុងការដែលមិនឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញហ្នឹងគឺជារឿងត្រឹមត្រូវដែលគាត់និយាយប៉ុន្តែមិនអាចទៅធ្វើអីថៃបានទេបងប្អូនដោយសារអីយើងមានកិច្ចព្រមព្រៀងបាត់ជប់បាញ់ឲ្យថៃនៅណានៅហ្នឹងដែលថាថៃនៅណានៅហ្នឹងគឺថៃយល់លេសហ្នឹងគេថាដើម្បីសុវត្ថិភាពរបស់ទាហានគេគឺគេមិនឲ្យជនស៊ីវិលចូលទេព្រោះអីយើងសញ្ញេឲ្យនៅអញ្ចឹងបើយើងកុំសញ្ញេថានៅណានៅហ្នឹងឲ្យថៃដកឧទាហរណ៍ថាឥឡូវ3ខែស្ងប់ហើយមិនវាយគ្នា6ខែឬក៏1ឆ្នាំដកឲ្យអស់ទៅចំណុចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025តាំងពីបាញ់សម្លាប់លោកស៊ុនរ៉នអាហ្នឹងប្រហែលជាយើងដឹងថាថៃត្រូវតែរងសម្ពាធត្រូវដកឲ្យទៅចំណុចដើមតែនេះអត់នៅណានៅហ្នឹងគឺជាកិច្ចព្រមព្រៀងមួយជាអមតៈអញ្ចឹងហើយហ្នឹងហើយឲ្យមកវាស់វែងហើយថៃអត់ព្រមវាស់ទៀតហើយឥឡូវថៃគេចេញសេចក្តីថ្លែងការណ៍មួយបន្ទប់ស្ថានភាពគេថា
អឺគេប្រាប់សហគមន៍អន្តរជាតិថាថៃគោរពតាមស្មារតីនៃបទជប់បាញ់ហើយបដិញ្ញានៅក្នុងការសហការជាមួយកម្ពុជាប្រើយន្តការ JBC វាស់វែងព្រំដែននឹងដែរណាគាត់តបទៅនឹងលោកទាសីហាដែលឆ្លើយទៅកាសែតថៃនិយាយអំពីបន្ទប់ស្ថានភាពនេះគឺមានសេចក្តីថ្លែងការណ៍គាត់តបទៅលោកទាសីហាកាលពីម្សិលមិញហ្នឹងដែលចោទប្រកាន់ថៃថាថៃគេថាចោទប្រកាន់គេថាថៃហ្នឹងគឺកិច្ចឬក៏មិនព្រមសម្របសម្រួលដោះស្រាយដើម្បីវាស់ព្រំដែនថៃគេថាគេអត់អាចធ្វើបានគេនៅតែបដិញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែគេគោរពស្មារតីនៃបទជប់បាញ់គឺអាបទជប់បាញ់ហ្នឹងបញ្ជាក់ថាថៃនៅណានៅហ្នឹងហើយថៃនៅណានៅហ្នឹងថៃមានសិទ្ធិសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសុវត្ថិភាពថៃទាហានថៃជនស៊ីវិលថៃកុំឲ្យមានការលបបាញ់បោកក្បែកគេថៃគេថាអញ្ចឹងហើយដល់ពេលថាអញ្ចឹងស្ដាប់មកសហគមន៍អន្តរជាតិច្បាស់ជាគិតថាមកយើងសញ្ញាឲ្យគេនៅណានៅហ្នឹងឥឡូវបើទាហានថៃនៅហ្នឹងបានន័យថាគេដាក់ប៉មដាក់ប៉ោះយាមគេធ្វើជីកត្រង់សេគេដាក់លបងកលាលួសដាក់អីចឹងហើយកុំឲ្យទាហានគេត្រូវរបួសឬក៏រំខានដោយបញ្ហាសន្តិសុខ